ថ្ងៃនេះខ្ញុំនឹងបង្កើតភ្លៀងសិប្បនិម្មិតហើយនឹង challenge CUS ឲ្យសរសេរកំណាព្យជាងប្រធានបទដែលយើងត្រូវសរសេរហ្នឹងគឺអំពីចំណេះដឹងហើយកំណាព្យខ្ញុំឲ្យគាត់សរសេរហ្នឹងគឺកំណាព្យបទពាក្យ4បែបរស់ចាំមើលតើគាត់សរសេរបានអត់ចាំមើលអូខេឥឡូវនេះពួកគាត់សរសេរបានកំណាព្យហើយតែឥឡូវខ្ញុំសុំទឹកភ្លៀងសិនតេស្តតាមខ្ញុំមើលអូខេtrờiខ្លាំងព្រោះភ្លៀងខ្លាំងអរគុណអ្នកនរគ្នាដែលបានសហការឥឡូវយើងត្រូវទៅ studio វិញសិនហើយអូខេឥឡូវនេះយើងបានកំណាព្យហើយយើងទៅ studio វិញ record ឥឡូវសាកដាក់សលេងទាំងអស់មិញចូលគ្នាមើលចេញមិនវិញហើយខ្ញុំនឹងយកសម្លេងចំណេះដឹងទៅច្នៃធ្វើជាភ្លេងហាក់ហើយសម្លេងចំណេះដឹងនឹងលឺមួយចាំមើលសម្លេងចំណេះដឹងបិចសភៅกระดาษមិញហ្នឹងបូកចូលគ្នាយើងបានពនាចុះបើយើងបូកកណាបដែលសិស្សនិស្សិតគាត់តែងមិញហ្នឹងណាវិជាទ្រាំគួរជាប់នឹងប្រាណរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ប្រសើរចំណេះជាទ្រាំគួរជាប់នឹងប្រាណរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ប្រសើរហើយសរុបមកវិញទាំងអស់យើងបានប៉ុណ្ណេះចំណេះជាទ្រាំគួរជាប់នឹងប្រាណរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ប្រសើរឆ្លាំងឆ្នៃសេលាមួយដងឲ្យប្រែជាចម្លាឧដងអនាគតយើងយ៉ាងណាគឺផ្ដោតទាំងស្រុងលើការខិតខំនៅក្នុងរាល់បញ្ហាសុទ្ធតែមានដំណោះស្រាយត្រូវរៀនពីបញ្ហាក្រោយភ្លៀងគឺមេឃស្រស់ស្រាយShout out ទៅនិស្សិតទាំងអស់ពួកគាត់មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាហៅកាត់ CUS ដែលមានអាយុកាល20ឆ្នាំជាងហើយសប្តាហ៍ថ្ងៃមាន7សាខាភ្នំពេញសៀមរាបកំពង់ចាមកំពង់ធំកំពតបន្ទាយមានជ័យនិងបាត់ដំបងហាក់គាសិក្សាថ្មីនៅភ្នំពេញគឺធំមែនតើទីតាំងនៅក្បែរ EON 2មួយវិញទៀតវគ្គសិក្សាថ្មីបើកហើយអាចទៅសួរព័ត៌មានបានណាជំរាបលាបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយ